ថាគេមិនអាចនិយាយចំពាក្យថាថៃឆ្លៀនពៀនឬការវិជាឆ្លៀនពៀនអត់ដាច់ខាតបាទមិនអាចនិយាយចឹងទេពីព្រោះប៉ះផលប្រយោជន៍របស់គេប៉ះផលប្រយោជន៍របស់គេអាកន្លែងហ្នឹងយើងត្រូវយល់កន្លែងហ្នឹងអ្នកខ្លះថាចុះ AOT ទៅហើយមិនក៏មិនធ្វើរបាយការណ៍ថាថៃឆ្លៀនពៀនតែមិនគេមើលឃើញដូចយើងចឹងភ្លាមបានអត់បានទេបាទដូច្នេះយើងមានផែនទីយើងមានឯកសារអន្តរជាតិបញ្ជាក់ទៅប្រាប់ទៅធ្វើរបាយការណ៍ប្រាប់ AOT នោះទៅខ្ញុំនៅតែឲ្យតម្លៃការងារ AOT ទោះជាអ្នកណាថាមិនថាវាមិនឃើញអីប៉ុន្តែគេបានទៅមើលឃើញពីព្រោះអញ្ចឹងនៅក្នុងកិច្ចការអន្តរជាតិសូមសាធារណជននិងអ្នកវិភាគមួយចំនួនក្តីខ្ញុំមិនហ៊ានថាម៉េចទេมันអាចហៅដឹកដៃបរទេសមួយទៅមើលព្រំដែនហើយឲ្យគេថាដូចយើងទេគេអាចថាដូចយើងបានឡើយគេមិនអាចថាឃើញថៃឆ្លៀនពៀនគេអាចថាទេគេអាចធ្វើរបាយការណ៍ថាវាយ៉ាងម៉េចតាមលក្ខណៈបច្ចេកទេសការងារការទូតហើយរដ្ឋាភិបាលរបស់រៀងខ្លួនគេធ្វើការណែសម្រាប់ចិត្តក្នុងនយោបាយការបរទេសផ្អែកលើផលប្រយោជន៍របស់ជាតិគេនីមួយអញ្ចឹងសួរថាធ្វើបានប្រយោជន៍គេទៅមើលហើយយើងត្រូវដឹងថាគេមិនអាចនិយាយចំពាក្យថាថៃឆ្លៀនពៀនឬការវិជាឆ្លៀនពៀនអត់ដាច់ខាតបាទមិនអាចនិយាយចឹងទេពីព្រោះប៉ះផលប្រយោជន៍របស់គេប៉ះផលប្រយោជន៍របស់គេអាកន្លែងហ្នឹងយើងត្រូវយល់កន្លែងហ្នឹងអ្នកខ្លះថាចុះ AOT ទៅហើយមិនក៏មិនធ្វើរបាយការណ៍ថាថៃឆ្លៀនពៀនតែមិនគេមើលឃើញដូចយើងចឹងភ្លាមបានអត់បានទេបាទដូច្នេះយើងមានផែនទីយើងមានឯកសារអន្តរជាតិបញ្ជាក់ទៅប្រាប់ទៅធ្វើរបាយការណ៍ប្រាប់ AOT នោះទៅប្រាប់អាស៊ាននោះទៅបាទហើយត្រូវតែលើកនៅក្នុងកិច្ចប្រជុំអាស៊ានរដ្ឋមន្ត្រីការបរទេសកិច្ចប្រជុំបច្ចេកទេសផ្សេងកិច្ចប្រជុំមន្ត្រីការពារជាតិអាស៊ានត្រូវតែលើកយើងអត់មានខ្លាចអីលើកយើងខ្លួនឯងថាពេលខ្លះយើងខ្លួនឯងទៅវិញថាគេមិនឆ្លៀនពៀនតែយើងត្រូវតែថាថៃឆ្លៀនពៀនថងថាអ្នកណាមិនថាហ្នឹងរឿងផលប្រយោជន៍ប្រទេសគេយើងត្រូវតែបង្ហាញព្រោះវាឆ្លៀនពៀនមែនហេតុបានតែឆ្លៀនពៀនព្រោះចូលហួសបន្ទាត់ព្រំដែនអន្តរជាតិចូលដោយការអាវុធមកចូលដោយបាញ់ប្រជាពលរដ្ឋចូលដោយកំទេចហេដ្ឋារចនាសម្ព័ន្ធផ្ទះប្រជាជនរៀបស្មារតីដោតទង់ជាតិខ្លួនឯងបំផ្លាញនៅកន្លែងបឹងតគួនអីកន្លែងកន្លែងអីធ្វើការបំផ្លាញអីចឹងទៅអាហ្នឹងឆ្លៀនពៀនហើយយើងប្រាប់អន្តរជាតិទៅដូច្នេះកម្ពុជាត្រូវតែប្រឹងប្រែងសម្របសម្រួលការងារជាមួយ AOT នេះឲ្យកាន់តែមមាញឹកអត់មានថមថយទេហើយខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់យន្តការអន្តរជាតិទៅមុខទៀតពីព្រោះគេបានមើលឃើញពីចំណុចមួយទៅចំណុចមួយពេលវេលាផ្សេងគ្នាធៀបទៅផ្សេងគ្នានោះជាអ្វីដែលយើងត្រូវតែប្រឹងប្រែងធ្វើហើយពង្រឹងសមត្ថភាពផ្ទៃក្នុងដូចខ្ញុំបាននិយាយសំណួរខាងទី1ក៏បាននិយាយឲ្យដែរនិងបន្តឈរជើងឲ្យរឹងមាំនៅសមរភូមិខាងមុខហើយសមរភូមិខាងក្រោយហើយនឹងថ្នាក់ដឹកនាំត្រូវតែគិតនៅភាពរឹងមាំមកខាងមុខធ្វើម៉េចឲ្យរឹងមាំឲ្យខែនេះខែក្តៅផងត្រូវតែគិតនៅលើបញ្ហាហ្នឹងដូច្នេះយើងមិនអាចដកថយថែមទេហើយមានតែយើងខិតខំប្រឹងប្រែងនៅក្នុងការងារអន្តរជាតិនិងការទូតបន្ថែមទៀតបាទសូមអរគុណ